everyone តើថ្ងៃនេះយើងរៀន10ប្រយោគក្នុងភាសាអង់គ្លេសដែលយើងប្រើប្រាស់ប្រចាំថ្ងៃកុំឲ្យខាត់ពេកយូរតើរៀនជាមួយខ្ញុំបងប្អូនគ្នាឃ្លាទី1នៅក្នុងថ្ងៃនេះផងដែរគឺ It is too expensive វាថ្លៃណាស់អញ្ចឹងយើងអានថា it too expensive បកថាវាថ្លៃណាស់អញ្ចឹងយើងចូលដល់ឃ្លាទី2ឃ្លាទី2គឺ how much discount ប្រែថាបញ្ចុះតម្លៃប៉ុន្មានមានន័យថាយើងសួរទៅលើទំនិញឬក៏អ្វីមួយដែលយើងសួរថាតើគេអាចចុះតម្លៃយើងបានប៉ុន្មានអញ្ចឹងណាចូលឃ្លាទី3 What's your favorite food ប្រែថាតើអាហារដែលអ្នកចូលចិត្តគឺអ្វីដែរចាហើយយើងចូលដល់ឃ្លាទី4 Don't lock down on me ប្រែថាកុំមើលងាយខ្ញុំចាឥឡូវយើងចូលដល់ឃ្លាទី6សំដៅប្រយោគទី6 Don't cost me ប្រែថាកុំជេរខ្ញុំចាឥឡូវយើងចូលដល់ប្រយោគទី7ទាំងអស់គ្នាប្រយោគទី7 I miss you ប្រែថាខ្ញុំនឹកអ្នកយើងចូលដល់ប្រយោគទី8ទាំងអស់គ្នាចាឥឡូវប្រយោគថ្មី Don't lose hope in life ប្រែថាកុំអស់សង្ឃឹមអីចូលដល់ប្រយោគថ្មីមួយទៀតប្រយោគថ្មី I'm so unhappy without you ប្រែថាខ្ញុំមិនសប្បាយចិត្តទេបើគ្មានអ្នកចូលដល់ប្រយោគថ្មីមួយទៀត Don't be so fair ប្រែថាកុំត្រឹមត្រូវពេកចូលដល់ប្រយោគថ្មីមួយទៀត Don't be so selfish កុំអាត្មានិយមពេកចាអញ្ចឹងក្នុងប្រយោគទាំង10នៅក្នុងថ្ងៃនេះសូមចាប់តែប៉ុណ្ណេះចាំជួបគ្នានៅវីដេអូក្រោយទៀតចាអរគុណជម្រាបលា Goodbye see you next video